កុំតន់ភ្លៀងអីណាចិត្តដល់ផ្ទះហើយព្រះអង្គអើយខណៈនោះស្រាប់តែមានសំឡេងឆ្មាយំមកពីណាក៏មិនដឹងក៏ល្បត់លឺហើយក៏ងាករកព្រោះគេលឺច្បាស់ណាស់ថាជាសត្វឆ្មាពិតជាឆ្មាមែនតាអូហូឆ្មាតូចទៀតផងតើឯងមកពីណាមើលចិត្តភ្លៀងហើយតើផ្ទះឯងនៅណាទៅតើមើលតើឯងដូចជាសត្វគ្មានម្ចាស់ទេល្អមកនៅជាមួយយើងបានជាគ្នាណាមកដល់ផ្ទះភ្លៀងក៏ល្បត់ក៏ប្រញាប់ដូរខោអាវដែលទៅទឹកភ្លៀងមុននេះហើយក៏រៀបចំបាយទឹកគេក៏មិនភ្លេចឆ្មាដែលគេនាំយកមកជាមួយដែរតើឯងរងាទេឆ្មាកំសត់អើយយើងនឹងជូតខ្លួនឲ្យឯងណាអូយរសាប់ណាស់ម៉ាអូយណែរសាប់ខ្លាំងណាស់រោមរបស់ឯងទុនណាយប់នេះដេកជាមួយគ្នាណានឹងបានកក់ក្ដៅអាយថាម៉េចហ្នឹងស្មោកគ្រប់ណាស់មិនលើកលែងសំបីតែឆ្មាឯនេះមើលមិនក៏ឯងចិត្តតែចង់គេចពីយើងអញ្ចឹងតែយើងគួរហៅឯងថាម៉េចទៅឯងជាឆ្មាញីគួរដាក់ឈ្មោះឯងថាម៉េចទៅណោះយើងនេះមានឈ្មោះហើយកុំមកចេះដាក់ឲ្យយើងណាកុំផ្ដេសផ្ដាស់យើងមិនយកទេសម្បុររបស់ឯងល្អណាស់រោមទុនស្អាតហើយឯងជាញីទៀតយើងសូមហៅថាធីតាឆ្មាជនណាជីឈ្មោះស្តៀងឈ្មោះប្រុសរបស់យើងតាតែយ៉ាងណាក៏ល្អដែរគឺព្រោះគ្រាន់បើដែលនាងចិត្តដាក់បានល្អឯងឃ្លានអត់យើងនៅសល់ត្រីបន្តិចដែរចាំយើងទៅអាំងឲ្យនៅនឹងហើយណាហាមទៅណាប្រយ័ត្នខ្លាអូទៅបាត់ធីតាតូចស្របពេលក៏ល្បត់ទៅអាំងត្រីធីតាឆ្មាតូចក៏បានរត់រកកន្លែងស្ងាត់ព្រោះចិត្តដល់ពេលដែលនាងប្រែខ្លួនទៅជាមនុស្សហើយស្រួលខ្លួនតិចហើយស្ពឹកដៃស្ពឹកជើងអស់ហើយខ្ញុំបារម្ភម្នាក់នោះគេរកខ្ញុំទេណោះតែខ្ញុំគួរប្រាប់គេថាខ្ញុំជាអ្វីឲ្យប្រកាសជាមនុស្សហេទេវតាខ្មោចហេឬថាខ្លួនខ្ញុំនេះជាឆ្មាសរបស់គេមុននេះធីតាឯងនៅណាប្រាប់វាថាកុំឲ្យទៅណាឥឡូវមិនដឹងថាទៅណាបាត់នេះយើងក្រដល់ថ្នាក់សូម្បីតែឆ្មាក៏មិនចង់នៅជាមួយយើងដែរអត់ទៅមានមនុស្សនៅដែរទេក្លិនក្រអូបនៃពីដោសាយពេញមុខផ្កាពន្លឺដែលអមដោយឈុតពណ៌ដ៏ស្អាតលើរាងកាយរបស់ស្រីល្អបានចាប់យកដួងចិត្តរបស់មាណពបាត់ទៅហើយនាយគឺខ្ញុំអាចសុំស្នាក់នៅទីនេះបានដែរទេយប់ជ្រៅហើយខ្ញុំមិនដឹងថាខ្ញុំគួរទៅណាទៀតទេម្យ៉ាងខ្ញុំមិនមែនជាអ្នកស្រុកនេះទេសូមតាជួយដល់ខ្ញុំផងណាតើអ្នកនាងមកពីណាបានជាមកដល់ទីនេះទាំងយប់បែបនេះតាមមើលសម្លៀកបំពាក់អ្នកនាងមិនមែនជាអ្នកស្រុកភូមិខ្ញុំទេចូលក្នុងសិនមកព្រោះមេឃកំពុងភ្លៀងទៅទឹកអស់ឥឡូវហើយចាអរគុណណាស់ហើយនាងឃ្លានអត់គឺថាខ្ញុំអត់មានអីហូបច្រើនទេបើមិនយល់ទាស់នេះត្រីងៀតខ្ញុំអាំងមុននឹងថានឹងឲ្យឆ្មារបស់ខ្ញុំតែវាបែរជារត់ចោលខ្ញុំបានជីវិតខ្ញុំនេះក្ររហូតសូម្បីតែសត្វក៏វាមិនចង់រស់នៅជាមួយផងនាយស្រឡាញ់ឆ្មាខ្លាំងបានទៅដល់ថ្នាក់យកត្រីឲ្យឆ្មាហូបហើយចុះនាយបានអីហូបនាងមិនដឹងទេឆ្មាមួយនោះខ្ញុំបានរើសវាបានខ្ញុំអាណិតវាណាស់ហើយគិតថាខ្ញុំនៅតែម្នាក់ឯងបើមានវាមកនៅជាមួយគ្រាន់បានជាគ្នាប៉ុន្តែពេលខ្ញុំទៅអាំងត្រីឲ្យវាខ្ញុំមកវិញវាក៏រត់បាត់ទៅហើយចុះនាយមិនគិតថាវាមិនបានរត់គេចពីនាយទេតែប្រហែលជាវាមានម្ដាយបងប្អូនរបស់វាត្រូវទៅជួបបងប្អូនរបស់វាក៏ថាបានខ្ញុំជឿថាមិនយូរទេវានឹងត្រឡប់មកវិញសង្ឃឹមថាដូចអ្វីដែលនាងនិយាយទៅចុះព្រោះខ្ញុំបារម្ភខ្លាចសត្វសាហាវចាប់ហែកវាប៉ុណ្ណោះសត្វសាហាវឯណាមកហែកជើងបាននោះបើយើងកំពុងតែអង្គុយនៅជិតនេះនាងហូបហើយឆាប់សម្រាកទៅសម្លៀកបំពាក់នេះនាងអាចយកទុកពាក់បាននៅទីនេះ
នាងមិនអាចស្លៀកសម្លៀកបំពាក់ដែលនៅលើខ្លួននាងនេះបានទេប្រសិនបើមានពួកចោរព្រៃឃើញគិតថានាងជាអ្នកមានទ្រព្យគេអាចនឹងចាប់នាងបានមួយសម្រាប់នេះជារបស់អ្នកភូមិគេឲ្យមកខ្ញុំមិនទាន់បានពាក់វាទេផ្លាស់វាទៅវាអាចមើលទៅដូចជាសមជាងសម្លៀកបំពាក់នាងផងល្អផ្លាស់ក៏ផ្លាស់ក្រែមានតែមួយទីអញ្ចឹងយប់នេះនាងសម្រាប់លើក្រែនេះចុះចុះនាយទៅសម្រាប់ណៃណានោះអី